ជំរាបសួរបងប្អូនអ្នកគ្នាឥឡូវគឺមកដល់ស្រុកហើយបងប្អូនអ្នកគ្នាខានអានសភៅមួយថ្ងៃបងប្អូនរៀបចំអីវ៉ាន់មកស្រុកបងប្អូនអ្នកគ្នាអើយសក់ទឹកយ៉ាងណាដែរបងប្អូនខានអានសភៅឲ្យបងប្អូនយើងស្ដាប់នេះឥឡូវមកអានសភៅមកវគ្គសិនព្រោះថ្ងៃថ្ងៃ10ថ្ងៃ13មែនអូនថ្ងៃ13ស្អែកថ្ងៃ14ថ្ងៃជេទេវតាចុះនៅម៉ោង4រសម៉ោង10ហើយទេវតាគាត់សោយលោហិតអញ្ចឹងយើងមិនសោយលោហិតយើងដាក់ឈាមណាអាហ្នឹងយើងត្រូវដាក់ផ្លែឈើណាដែលមានពណ៌ក្រហមមានផ្លែប៉ោមក៏ពើក្រហមដែរអញ្ចឹងផ្លែប៉ោមមានទឹកក្រូចយ៉ាងមើលអាណារៀងស្តៀងក្រហមយើងដាក់បានហើយទឹមរលឹកអីយើងអាចដាក់បានដែរនេះបងប្អូនគ្នាហើយបែបអាជូក៏ក្រហមដែរបងប្អូនអ្នកគ្នាហើយយើងថ្ងៃនេះសួរសុខទុក្ខបងប្អូនបន្តិចសុខសប្បាយបងប្អូនឥឡូវខ្ញុំមកដល់ស្រុកទៅដល់2ថ្ងៃមុនហើយមិនសូវមិញឡាយរៀបចំផ្ទះប្រពន្ធខ្ញុំរៀបចំផ្ទះអីផងហើយឡាយរវល់មើលឆែកការងារអីទៀតឥឡូវតនេមួយផ្លេតឆ្លៀតអានសភៅចែកជូនបងប្អូនបានទស្សនាសិនតែខ្ញុំអត់បានដាក់សភៅមកទៅសភៅអានមិនចង់វិញតោះយើងបងប្អូនមកអានសភៅមួយខ្ញុំតែម្ដងនេះ background ថ្មីបងប្អូននេះក្នុងបន្ទប់អានេះបិទព្រោះគេនៅចិត្តនឹងខ្លាចអានទៅលឺដល់គេបងប្អូនខ្លាចរំខានដល់ចិត្តនឹងអញ្ចឹងបងប្អូនឥឡូវយើងកុំឲ្យខាត់ពេលយូរយើងបើកសភៅមកតែម្ដងបងប្អូនទោះមកដល់ស្រុកក៏យើងអានដែរបងប្អូនអ្នកគ្នាកុំឲ្យគូក្បាលរបស់យើងជាប់គៀងទោះយើងមិនបានអានថ្ងៃមុនតែយើងអានសរុបក៏បានដែរតោះបងប្អូនអ្នកគ្នាយើងកុំឲ្យខាត់ពេលយូរបងប្អូនថ្ងៃនេះព្រោះប្រហែលថ្ងៃមុនគឺខ្ញុំបានអានចាក់បញ្ចូលទម្លាប់ជាអ្នកលក់បងប្អូនប៉ុន្តែខ្ញុំបានអានហើយវីដេអូមានតែខ្ញុំអត់បានផុសបងប្អូនអាឡ័យតែ slow ឥឡូវថ្ងៃនេះឆ្លៀតដាក់មកវីដេអូមួយទៀតចាំផុសទៅទាំងពីរតែម្ដងបងប្អូននេះអាវីដេអូមុនខ្ញុំដាក់ថាចាក់បញ្ចូលទម្លាប់ជាអ្នកលក់ខ្ញុំបានអានហើយនៅក្នុងនោះមាន1 2 3 4ស្លឹកគឺខ្ញុំបានអានហើយបងប្អូនតែខ្ញុំអត់បានផុសទេបងប្អូនអាឡ័យតែរវល់ឥឡូវផ្លេចតែទីសភៅបានដឹងថាផ្លេចផុសអានឹងឲ្យបងប្អូនបានទស្សនាស្ដាប់ការអានរបស់ខ្ញុំបងប្អូនឥឡូវយើងដាក់មកវីដេអូទៀតទៅចាំស្អែកព្រឹកខ្ញុំផុសទៅទាំងពីរតែម្ដងបងប្អូនឲ្យបងប្អូនបានស្ដាប់ទាំងពីរកុំឲ្យដាច់ភាគតោះថ្ងៃនេះគឺយើងមកអាននៅមេរៀនថ្មីនៅទំព័រទី76បុកគ្រឹះជំនាញតេបទាំង4នេះបងប្អូនល្អមែនទែនគាត់នឹងបើកចំណងជើងមកគឺយើងចង់អានតែម្ដងបងប្អូនអ្នកគ្នាបុកគ្រឹះជំនាញតេបទាំង4ហើយនេះអត់សូវភ្លឺទេបងប្អូនដោយសារភ្លើងទេខ្ញុំខ្សោយប្រើអំពីទូចពេលអញ្ចឹងវារៀងខ្សោយបើនៅកន្លែងខ្ញុំធ្វើការភ្លើងវាខ្លាំងពេលអញ្ចឹងពេលយើងថតវីដេអូវាជះមកឡើងច្បាស់ពេកហ្មងអានេះយើងមិនខ្វល់រឿង background ទេបងប្អូនខ្វល់រឿងយើងអានសភៅវិញតោះអានេះខ្ញុំមកអានមួយបងប្អូននេះខ្ញុំអានមួយគឺមេរៀនដែលមានចំណងជើងថាបុកគ្រឹះជំនាញតេបទាំង4អញ្ចឹងខ្ញុំអត់ដឹងដែរថាតេបទាំង4ហ្នឹងអីគេខ្លះគ្រឹះនៅក្នុងហ្នឹងមានទី1តាក់ទងទៅនឹងជំនាញឯកទេសទី2ជំនាញបិទការលក់ទី3ជំនាញទំនាក់ទំនងទី4ជំនាញបច្ចេកវិទ្យាចំនិយាយឲ្យបងប្អូនអ្នកគ្នាពីល្អនេះដែលយើងត្រូវរៀនសូត្រអញ្ចឹងយើងអានយកតែម្ដងថ្ងៃនេះគឺខ្ញុំមកអានមួយចំណុចទៀតអីនេះគួរអានមួយចំណុចឬក៏អានទាំងអស់បើអានទាំងអស់វាអត់មានវីដេអូមួយវគ្គតាមវគ្គអញ្ចឹងបងប្អូនអ្នកគ្នាអ្វីដែលសំខាន់នេះពាក្យមួយល្អមែនទែននៅtrongស្លឹកសភៅហ្នឹងឥឡូវខ្ញុំអានយកមួយពាក្យតែម្ដងបងប្អូនព្រោះវាអត់មានដូចអានេះដូចអាមេរៀនមុនណាអាមេរៀនមុនដែលមានចំណងជើងថាចាក់បញ្ចូលទម្លាប់ជាអ្នកលក់គឺវាអត់មានវគ្គទេវាមានវគ្គវាបញ្ចប់ហ្មងអានេះវាមានមេរៀននេះមួយបងប្អូននេះមានមេរៀនមួយយើងអានដល់ត្រឹមនេះដល់នេះវាអត់មានវគ្គដែលយើងត្រូវកាត់វីដេអូទេមកវគ្គហ្នឹងចប់ប៉ុន្តែនៅកន្លែងបុកគ្រឹះជំនាញតេបទាំង4ហ្នឹងវាមាន4អញ្ចឹងយើងអានមួយវគ្គតែម្ដងបងប្អូនឥឡូវខ្ញុំអានមួយវគ្គខ្ញុំដាក់វីដេអូឲ្យបងប្អូនស្ដាប់បានមួយវគ្គឲ្យបងប្អូនស្វែងយល់មួយវគ្គអញ្ចឹងបងប្អូនឥឡូវខ្ញុំអានបុកគ្រឹះជំនាញតេបទាំង4គឺខ្ញុំអានដល់ខណ្ឌត្រឹមនេះគឺខ្ញុំបានបិទវីដេអូហ្នឹងហើយខ្ញុំបន្តនៅវីដេអូទី1តាក់ទងទៅនឹងជំនាញឯកទេសវានិយាយពីអីគេនិយាយពីអីគឺខ្ញុំដាក់មកវីដេអូទៀតអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាអត់ធ្វើអញ្ចឹងទេគឺយើងអត់យល់ទេយើងអត់យល់ទេថាតាក់ទងទៅនឹង4ចំណុចយើងស្គាល់តែចំណុចទី1ទី2ទី3ទី4តែពេលយើងអត់ដឹងទេថាទី1គេនិយាយពីអីទី2គេនិយាយពីអីខាងនោះវាមាននេះឃើញបងប្អូនដូចទី1អញ្ចឹងវាមានដល់ត្រឹមនេះអញ្ចឹងបើសិនជាយើងអានទាំងអស់យើងអត់យល់ខ្លួនឯងទេអញ្ចឹងខ្ញុំអាននៅអ្វីដែលខ្លួនឯងយល់បងប្អូនចង់អានបែបណាក៏បានអានេះនៅលើបេះដូងរបស់បងប្អូនឥឡូវបងប្អូនមកស្ដាប់ការអានរបស់ខ្ញុំតែម្ដងបងប្អូនអ្នកគ្នាតាក់ទងទៅនឹងមេរៀនដែលមានចំណងជើងថាបុកគ្រឹះជំនាញតេបទាំង4នៅក្នុងហ្នឹងគេដាក់ខ្លីទេបងប្អូនអញ្ចឹងវីដេអូមួយនេះអត់ដល់5នាទីទេបងប្អូនអ្នកគ្នាខ្លីទេអញ្ចឹងយើងមកស្ដាប់ទាំងអស់គ្នាតែម្ដងបងប្អូនអ្នកលក់សម័យថ្មីត្រីលឿនស៊ីត្រីយឺតនេះជាច្បាប់ធម្មជាតិនៃទីផ្សារសតវត្សទី21នេះ
អ្នកណាខ្លាំងអ្នកនឹងបានមានអ្នកលក់មួយចំនួនតូចរកស៊ីផ្លិចរៀនសូត្ររហូតធ្វើឲ្យខ្លួនឯងខ្លាយជាមនុស្សយឺតជាងទីផ្សារហើយស្រែកបន្ទោវាសនាថារកស៊ីមិនតាន់គេទេគេលក់ដាច់ជាងគេក្មេងជាងគេយកភ្ញៀវយើងអស់ហើយដែលវាបានចោទជាបញ្ហាធំដល់អ្នកលក់នៅស្រុកខ្មែរអ្នកត្រូវដឹងថាបញ្ហាថ្មីកើតឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃហើយឱកាសថ្មីក៏កើនឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃដូចគ្នាបើអ្នកលក់មិនមានជំនាញថ្មីក្នុងបញ្ហាថ្មីរបស់ភ្ញៀវទេឱកាសរកចំណូលក៏គ្មានដូចគ្នានេះជាច្បាប់នៃអ្នកលក់មានជំនាញទេពទាំង4ដែលប្រៀបដូចជាអាវក្រោះមួយជួយឲ្យអ្នកលក់គ្រប់គ្នាទៅមុខលឿនជាងបុគ្គលសាមញ្ញបងប្អូនអ្នកគ្នានេះគឺនៅក្នុងមេរៀនបុគ្គលជំនាញទេពទាំង4គឺគេបានអានឲ្យយើងហើយអ្នកបងប្អូនគឺគេទៅសេឲ្យយើងអាននៅចំណងជើងហ្នឹងគឺគេបកស្រាយនៅនឹងតែម្ដងបងប្អូនអ្នកគ្នាហើយនៅចំណុចទី1គឺយើងទៅអានដាក់មកវីដេអូទៀតបងប្អូននេះមកវីដេអូទៀតគឺយើងទៅអាននៅចំណុចទី1ដែលគេនិយាយទាក់ទងទៅនឹងជំនាញឯកទេសអញ្ចឹងចង់ដឹងថាជំនាញឯកទេសនៅចំណុចទី1គេនិយាយអីខ្លះតោះបងប្អូនទៅជួបគ្នានៅវីដេអូបន្តទៀតបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាយើងអានមកវគ្គហ្នឹងគឺយើងអានទៅអានមកហើយខ្ញុំអានហើយខ្ញុំទៅស្ដាប់វីដេអូរបស់ខ្ញុំទៀតជាអនុស្សាវរីយ៍របស់ខ្ញុំមួយហើយបងប្អូនអ្នកគ្នាយើងស្ដាប់ទៅមកទៅគឺយើងយល់កន្លែងតាក់ទងទៅនឹងបើកឆាកในការអានមេរៀនដំបូងនឹងតែម្ដងបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាយើងទៅអាននៅចំណុចទី1តែម្ដងនៅវីដេអូបន្តទៀតបងប្អូនអ្នកគ្នាហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូបន្តិចទៀតនេះបាទជំរាបលាបាយបងប្អូន